បងប្អូនឥឡូវផ្សាយបបកយើងចូលស្តុកណាមកជាខ្សែបងរៀងតែស្តុកយូរបន្តិចឥឡូវចូលស្តុកវិញណាហើយផ្លែបបកហ្នឹងគឺធ្វើឡើងដោយស្នាដៃកូនខ្មែរយើងសុទ្ធសាធណាអញ្ចឹងជួយគ្រប់គ្រងផលិតផលខ្មែរយើងដោយសារមួយរយៈនេះកូនជាងគាត់ឈប់ច្រើនអញ្ចឹងគឺយើងយឺតតិចឥឡូវចូលហើយចូលស្តុកហើយមាន3រៀងមាន3រៀងហ្នឹងសម្រាប់ផ្លែបបកហើយមានចាប់ពីຂະຫນາດ3ហ៊ុនកន្លះឡើងยังមានផ្លែសមានផ្លែខ្មៅហើយនាងវាបងប្អូនចាំវិញឲ្យមើលតិចឥឡូវមើលបងប្អូនមើលណាហើយដែកវាល្អអានេះផ្លែពណ៌ខ្មៅអាផ្លែខ្មៅនេះវារៀងរឹងជាងផ្លែសក៏តែវារៀងចិត្តបើយើងស្ទូចយើងប្រើហើយយើងអត់សម្អាតវាស្រួលបុយវាច្រេះហ្នឹងហើយតែមើលនាងវារឹងហើយបើចំពោះផ្លែសនេះវាអត់ច្រេះទេក៏តែដែកវាទន់វាអត់សូវមាំដោយអាពណ៌ខ្មៅទេតែមិនមែនថាអត់មាំហ្នឹងមិនមែនថាត្រីទាយទៅវាឲ្យត្រីទាយហ្នឹងបាក់អត់ទេណាគឺនៅតែអែមអញ្ចឹងបងប្អូនផ្លែដេយើងក៏ចូលស្តុកដែរបងប្អូនណាផ្លែដេសម្រាប់បងប្អូនគាត់លេងតុងយើងប្រើនុយតុងផ្លែដេហ្នឹងក៏ចូលស្តុកដែរអូខេអញ្ចឹងមួយដែលនៅចិត្តអាចមករកបានផ្លែដេហើយផ្លែដេក៏មានចាប់ពីຂະຫນາດ6ហ៊ុនឡើងដល់9ហ៊ុនណាអូខេនេះជាស្នាដៃកូនខ្មែរយើងសុទ្ធ 100% អត់មានយកចូលពីប្រទេសណាទេអញ្ចឹងបងប្អូនជួយគ្រប់គ្រងស្នាដៃខ្មែរយើងបាទអរគុណច្រើន